មានអគ្គីភ័យធំមួយត្រូវបានគេមើលឃើញនៅទីក្រុងគៀវបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលនិងដ្រូនយ៉ាងខ្លាំងលើរាជធានីអ៊ុយក្រែនក្នុងពេលយប់មិញនេះមន្ត្រីអ៊ុយក្រែនបាននិយាយថាការវាយប្រហារនេះបង្កឲ្យអគារលំនៅឋានសាលារៀននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនខូចខាតខណៈភ្លើងឆេះកាន់តែធំឡើងនៅតំបន់ជាច្រើននៅក្នុងទីក្រុងអាជ្ញាធរទីក្រុងគៀវបានបញ្ជាក់ថាមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់និងរបួសជាង20នាក់បន្ទាប់ពីអគារខ្ពស់មួយត្រូវបានមីស៊ីលវាយប្រហារនិងបង្កឲ្យមានអគ្គីភ័យធំក្រុមសង្គ្រោះបន្ទាន់បានធ្វើការពេញមួយយប់ដើម្បីពន្លត់ភ្លើងនិងជួយមនុស្សដែលជាប់គាំងក្នុងអគារបាក់បែករូបភាពនិងវីដេអូទីក្រុងបង្ហាញផ្សែងខ្មៅក្រាប់ខ្មឹកគ្របដណ្ដប់នៅលើផ្ទៃមេឃនៅលើទីក្រុងគៀវខណៈដែលប្រជាជនជាច្រើនបានរត់ចូលជំរកក្រោមដីនិងស្ថានីយ៍សុវត្ថិភាពមីក្រូដើម្បីគេចពីការវាយប្រហារប្រធានាធិបតីលោក Zelensky បានប្រមានមុននេះថារុស្ស៊ីអាចនឹងបើកការវាយប្រហារទ្រង់ទ្រាយធំប្រើមីស៊ីលល្បឿនលឿននិងដ្រូនជាច្រើនការវាយប្រហារនេះកើតឡើងបន្ទាប់ពីភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែខ្លាំងក្លាទៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយភាគីទាំងពីរបន្តការវាយប្រហារដោយដ្រូននិងមីស៊ីលលើគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធអាជ្ញាធរអ៊ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ដែលបានចោទប្រកាន់ថាបានផ្ញើព័ត៌មានសម្ងាត់ទំនាក់ទំនងនឹងឧស្សាហកម្មការពារជាតិទៅកាន់ United States ហើយនិងអ៊ីស្រាអែលក្នុងកំឡុងពេលសង្គ្រាមតាមប្រព័ន្ធផ្សព្វផ្សាយតុលាការអ៊ីរ៉ង់មីសាតបុរសនោះមានឈ្មោះថាម៉ូតាបាខៃហើយត្រូវបានចោទប្រកាន់បានផ្ដល់ព័ត៌មានអំពីទីតាំងរបស់យោធានិងសកម្មភាពពាក់ព័ន្ធទៅនឹងវិស័យការពារជាតិរបស់អ៊ីរ៉ង់បានចាត់ទុកករណីនេះថាជាអំពើក្បត់ជាតិនិងជាការសហការជាមួយនឹងសត្រូវក្នុងពេលសង្គ្រាមការប្រហារជីវិតនេះក៏បានបង្ហាញថាតេហ៍រ៉ង់កំពុងតែរឹតបន្តឹងវិធានការសន្តិសុខខណៈដែលភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តក្នុងពេលប៉ុន្មានខែចុងក្រោយអ៊ីរ៉ង់បានអនុវត្តការចាប់ខ្លួននិងប្រហារជីវិតមនុស្សជាច្រើនដែលត្រូវបានចោទប្រកាន់ទំនាក់ទំនងជាមួយនឹងទីភ្នាក់ងារស៊ើបការម៉ូសាដរបស់អ៊ីស្រាអែលឬក៏ CAI របស់សហរដ្ឋអាមេរិកអង្គការសិទ្ធិមនុស្សអន្តរជាតិបានបង្ហាញពីការព្រួយបារម្ភថាករណីជាច្រើនអាចនឹងពាក់ព័ន្ធនឹងការសារភាពក្រមសម្ពាធនិងការកាត់ក្តីមានយុត្តិធម៌សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អាចកំពុងតែខិតជិតទៅរកកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលបង្ហាញថានឹងអាចបញ្ចប់សង្គ្រាមនិងភាពតានតឹងនៅមជ្ឈមបូព៌ាបន្ទាប់ពីចំនួនអស់រយៈពេលជិត3ខែបានបង្កភាពចរាចរណ៍ដល់សហរដ្ឋអាមេរិកនិងពិភពលោកហើយនិងទីផ្សារប្រេងសហរដ្ឋអាមេរិកបាននិយាយថាកិច្ចព្រមព្រៀងនេះត្រូវបានចរចាជាច្រើនលើករួចមកហើយនៅសល់តែការបញ្ចប់ព័ត៌មានលម្អិតចុងក្រោយប៉ុណ្ណោះតើសង្គ្រាមនេះអាចនឹងចាប់ផ្ដើមដោយសារអ្វីតើកិច្ចព្រមព្រៀងនេះមានអ្វីខ្លះអញ្ចឹងយើងមកមើលកិច្ចព្រមព្រៀងទាំងអស់គ្នាតាមរបាយការណ៍ជាច្រើនដែលខ្ញុំបានស្រាវជ្រាវនឹងពី website ឬក៏ព័ត៌មានធំមានដូចជាបន្តបទឈប់បាញ់រយៈពេល60ថ្ងៃអញ្ចឹងវាស្មើនឹង2ខែបើកច្រកសមុទ្រហូមុសឲ្យនាវាដឹកប្រេងធ្វើដំណើរធម្មតាវិញបន្ធូរបន្ថយទណ្ឌកម្មទៅលើអ៊ីរ៉ង់បើកការចរចាថ្មីទៅលើកម្មវិធីនុយក្លេអ៊ែរដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកបានបង្កកប្រភពខ្លះបានអង្គថាអ៊ីរ៉ង់អាចនឹងព្រមលើកយកបញ្ហាអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ជាខ្លួនបានចម្រាញ់រួចនឹងបន្តែទុកនៅក្នុងប្រទេសអ៊ីរ៉ង់នឹងដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀង